ក្នុង tool នេះអំបញ្ញមិញខ្ញុំបានបង្ហាញអំពីរបៀបក្នុងការបែងចែកក្រុមប៉ុន្តែលើសពីការបែងចែកក្រុមលោកគ្រូក៏អាចប្រើកម្មវិធីនេះឬក៏ website មួយនេះដើម្បីធ្វើការជ្រើសរើសសិស្សឈ្មោះសិស្សដើម្បីក្នុងការឆ្លើយសំណួរឬក៏លេងល្បែងសិក្សាណាមួយដែរអញ្ចឹងដើម្បីធ្វើការជ្រើសរើសឈ្មោះសិស្សដោយចៃដន្យលោកគ្រូសូមមើលទៅលើរបារនៅខាងលើនៅខាងស្ដាំដៃមានពាក្យថា tool ឬក៏មានសញ្ញារូបញញួរហ្នឹងលោកគ្រូចុចទៅលើ tool ហ្នឹងទៅលោកគ្រូនឹងឃើញនឹង app បន្ថែមទូជាច្រើនទៀតដែលលោកគ្រូអាចយកមកធ្វើបានហើយនៅក្នុងនេះខ្ញុំសូមបង្ហាញមួយទៀតគឺពាក្យថា Pickerville ដែលមានរូបរាងមូលនេះគឺយើងប្រើប្រាស់វាដើម្បីធ្វើការជ្រើសរើសសិស្សម្ដងមួយដើម្បីធ្វើការឆ្លើយសំណួរឬក៏លេងល្បែងសិក្សាណាមួយបានអញ្ចឹងយើងធ្វើការចុចទៅលើ team មកវានឹងចេញ platform បែបនេះអញ្ចឹងឈ្មោះសិស្សរបស់យើងមានប្រមាណមិញលោកគ្រូអញ្ចឹងលោកគ្រូសូមចូលទៅយកឈ្មោះសិស្សរបស់យើងទៅបាទនេះទិន្នន័យចាស់របស់ខ្ញុំសូមលុបអញ្ចឹងយើងចូលទៅយកឈ្មោះសិស្សរបស់យើងដែលយើងទុកនៅក្នុង Word ឬក៏ Excel ហ្នឹងយើងចូលទៅយកទៅហើយយើង copy វាមក Ctrl C បន្ទាប់មកយើងចូលទៅដល់កន្លែងមិញដែរគឺ tray 3នេះបាទពណ៌លឿងហ្នឹងគឺយើងចុចលើវាទៅហើយវានឹង load កន្លែងដែលយើងអាច copy បានហើយអញ្ចឹងនៅក្នុងចន្លោះប្រទេសហ្នឹងយើងនឹងចុចឲ្យ load cursor ទៅហើយចុច Ctrl V វានឹង load បញ្ជីឈ្មោះសិស្សរបស់យើងទាំងអស់នៅក្នុងហ្នឹងអញ្ចឹងសិស្សរបស់យើងមាន45នាក់បាទអញ្ចឹងយើងរួចហើយយើង add វាបញ្ចូលមកបាទនេះអញ្ចឹងឈ្មោះជាសិស្សទាំង45នាក់របស់យើងអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចង់បានសិស្សម្នាក់ក្នុងការឆ្លើយសំណួររំលឹកមេរៀនអូខេឥឡូវយើងបានឈ្មោះសិស្សហើយវានឹង load ឈ្មោះសិស្សរបស់យើងនៅលើកន្លែងកងមូលនេះណាលោកគ្រូបាទអញ្ចឹងយើងចុចទៅលើពាក្យ spin ទៅវានឹង spin select ឈ្មោះសិស្សរបស់យើងឲ្យចែកដល់អញ្ចឹងយើងមើលសិស្សមួយណាដែលគាត់នឹងឡើងឆ្លើយសំណួរមុនគេបាទអញ្ចឹងសិស្សគឺគោមុនធឿនប្រាក់គាត់នឹងឡើងឆ្លើយសំណួរមុនគេបាទអញ្ចឹងយើងបានមួយបាទគឺលោកប៊ូមុនធឿនឬក៏សិស្សប៊ូមុនធឿនគាត់នឹងឡើងឆ្លើយសំណួរមុនគេបាទអញ្ចឹងគាត់ឆ្លើយសំណួរចប់យើងចង់បានសិស្សទី2យើងបបល់ម្ដងទៀតមកបានតែណានឹងឆ្លើយសំណួរទី2អញ្ចឹងអ្នកដែលត្រូវឆ្លើយសំណួរទី2គឺកុំសូវឈ្មោះមកកាត្រាបាទគាត់នឹងឆ្លើយសំណួរទី2បាទអញ្ចឹងនេះជារបៀបក្នុងការជ្រើសរើសសិស្សម្ដងមួយក្នុងការឆ្លើយសំណួរដោយចៃដន្យ